លោកតាចាងបានប្រកបរបររើលាមកគោលាមកសត្វតាំងពីដូនតាមកជីវិតរបស់គាត់មានភាពក្រីក្រលំបាកខ្លាំងរហូតមានការលេចឡើងនៅខ្សែក្រវ៉ាត់សូត្រមាសមួយដែលបានផ្លាស់ប្ដូរវាសនារបស់គាត់ទាំងស្រុងទៅថ្ងៃនេះលោកតាចាងដោយសពមួយដងគង់តែដើររើលាមកដោយភាពស្ងប់ស្ងាត់មិនឆ្ងាយប៉ុន្មានស្រាប់តែមានពន្លឺភ្លឺចិញ្ចាចមួយបានលេចឡើងនៅចំពោះមុខរបស់គាត់ក៏ប្រញាប់ដើរទៅមុខហើយរើសវាឡើងដោយសារតែស្មារតីគោរពទ្រព្យដែលបានរកឃើញគាត់ក៏បានឈរចាំនៅទីនោះដើម្បីរងម្ចាស់មុខទទួលតែទោះបីជារងចាំយូរប៉ុណ្ណាក៏គ្មាននរណាម្នាក់មកដែរឃើញថាល្ងាចកាន់តែខិតជិតមកដល់គាត់ក៏សម្រេចចិត្តយកខ្សែក្រវ៉ាត់សូត្រនោះដាក់ក្នុងហោប៉ៅរបស់គាត់ដោយបង្ខំចិត្តពេលត្រឡប់មកដល់ផ្ទះវិញគាត់ក៏បានយកខ្សែក្រវ៉ាត់នោះចេញមកហើយមានចិត្តអន្ទះសារចង់សាកល្បងអារម្មណ៍នៃការពាក់ខ្សែក្រវ៉ាត់មាសនោះគាត់បានព្យាយាមចងតាមរបៀបជាច្រើនដងប៉ុន្តែមានអារម្មណ៍ថាដូចជាមិនសមរម្យសោះគាត់ពិនិត្យមើលខ្លួនឯងមួយសន្ទុះរួចក៏ដឹងថាហេតុផលគឺដោយសារសម្លៀកបំពាក់អាវធំរបស់គាត់មានស្នាមរហែកនិងប៉ះពៅដែលមិនស័ក្តិសមតតែសោះជាមួយនឹងខ្សែក្រវ៉ាត់សូត្រមាសនោះគិតហើយគិតទៀតគាត់ក៏ធ្វើការសម្រេចចិត្តយ៉ាងក្លាហានមួយដោយយកប្រាក់សន្សំដែលបានសន្សំអស់ជាច្រើនឆ្នាំមួយចំណាយចេញមកភ្លាមៗនោះគាត់ក៏បានទៅដល់ហាងលក់សម្លៀកបំពាក់ដ៏ធំមួយម្ចាស់ហាងបានយកអាវធំធម្មតាមួយមកបង្ហាញគាត់ប៉ុន្តែលោកតាចាងបានគ្រវីបដិសេធភ្លាមក្រោយមកម្ចាស់ហាងក៏បានយកអាវធំជាច្រើនទៀតមកតម្រៀបគ្នាប៉ុន្តែគ្មានមួយណាត្រូវចិត្តគាត់ឡើយនេះធ្វើឲ្យម្ចាស់ហាងអស់សង្ឃឹមយ៉ាងខ្លាំងមិនអាចធ្វើអ្វីបានម្ចាស់ហាងក៏សម្រេចចិត្តដំឡើងកម្រិតទៅក្នុងចំណោមសម្លៀកបំពាក់ដែលមានគុណភាពខ្ពស់ជាច្រើនគាត់ក៏បានជ្រើសរើសយកអាវធំដែលមានពន្លឺភ្លឺជាងគេគាត់ក៏បានយកខ្សែក្រវ៉ាត់សូត្រមាសមកប្រៀបធៀបជាមួយនឹងអាវនោះប៉ុន្តែនៅតែមិនពេញចិត្តដដែលម្ចាស់ហាងមានភាពឆ្លៀសវៃតាមរយៈការសង្កេតបន្តិចបន្តួចក៏ដឹងពីប្រភពនៃភាពជឿជាក់របស់លោកតាចាងគាត់ក៏បានដើរទៅមុខទាញខ្សែក្រវ៉ាត់គាត់មកមើលដោយយកចិត្តទុកដាក់មួយសន្ទុះហើយក៏បានដឹងភ្លាមៗថាខ្សែក្រវ៉ាត់នេះមិនមែនជាខ្សែក្រវ៉ាត់ធម្មតាឡើយម្ចាស់ហាងក៏មានគំនិតភ្លាមហើយក៏បានយកកំណប់ទ្រព្យរបស់ហាងចេញមកដែលជាអាវផាយសូត្រពណ៌ក្រហមដែលធ្វើអំពីសម្ភារៈពិសេសលើកនេះលោកតាចាងទីបំផុតក៏ងក់ក្បាលដោយពេញចិត្តពេលដើរត្រឡប់ទៅផ្ទះវិញដោយសារតែអាវផាយនេះមិនត្រូវបានកាត់ដេរតាមទំហំរបស់ខ្លួនវាពិតជាមិនសមនឹងខ្លួនរបស់គាត់ឡើយគាត់ដើរបានពី3ជំហានក៏ចិត្តដួលទៅហើយដូច្នេះគាត់ក៏បង្ខំចិត្តកាន់អាវផាយនោះដោយដៃដើរទៅគាត់ក៏បានមកដល់ភោជនីយដ្ឋានមួយម្ចាស់ភោជនីយដ្ឋាននោះមានចរិតមើលងាយគេខ្លាំងណាស់ឃើញភ្ញៀវដ៏ថ្លៃថ្នូរបែបនេះគាត់ក៏ប្រញាប់ចេញមកទទួលស្វាគមន៍គាត់បានពិនិត្យមើលលោកតាចាងពីលើដល់ក្រោមពេលលោកតាចាងលើកជើងឡើងម្ចាស់ភោជនីយដ្ឋានដែលមានចរិតមើលងាយគេនោះក៏បានឃើញនៅអ្វីដែលមិនប្រក្រតីគឺនៅក្រោមអាវធំដ៏ថ្លៃថ្នូររបស់លោកតាចាងគាត់ស្លៀកខោរហែករយាកនិងពាក់ស្បែកជើងដែលមានលាមកគោភ្លាមនោះម្ចាស់ហាងក៏បានផ្លាស់ប្ដូរទឹកមុខទាំងស្រុងហើយក៏បានចាប់ដើមចំអកលក់លើយដោយឥតសំចៃពេលនោះវាពិតជាមិនសូវឈឺចាប់ទេប៉ុន្តែការប្រមាថមើលងាយពិតជាខ្លាំងក្លាណាស់លោកតាចាងដែលមានអារម្មណ៍ខ្មាស់អៀនពិបាកក្នុងចិត្តយ៉ាងខ្លាំងដើម្បីសង្គ្រោះមុខគាត់ក៏បានត្រឡប់ទៅផ្ទះវិញហើយខឹងសម្បាក៏បានបោកកំទេចកូនជ្រូកលុយសន្សំរបស់គាត់ចោលលើកនេះគាត់យកប្រាក់សន្សំទាំងអស់ចេញមកគាត់បានទៅហាងលក់សម្លៀកបំពាក់ម្ដងទៀតហើយក៏បានទិញខោនិងស្បែកជើងដ៏ល្អបំផុតពិតមែនហើយមនុស្សស្អាតដោយសារសម្លៀកបំពាក់លោកតាចាងបានក្លាយទៅជាម្ចាស់ធំម្នាក់របស់អ្នកមានភ្លាមក្រោយពីចំណាយពេលអស់រយៈពេល1ថ្ងៃលោកតាចាងស្ទើរតែគ្មានលុយសល់ឡើយដើម្បីកុំឲ្យឃ្លាននៅថ្ងៃមុខគាត់ក៏បង្ខំចិត្តត្រឡប់ទៅវាលស្រែដើម្បីបន្តរើលាមកទៀតប៉ុន្តែសូម្បីតែរើលាមកគាត់ក៏មិនព្រមផ្លាស់ប្ដូរសម្លៀកបំពាក់របស់គាត់ដែរបើធ្វើប្រហែលបន្តិចបន្តួចវានឹងប្រឡាក់សម្លៀកបំពាក់របស់គាត់សូមជូនពរអ្នកដែលបានទស្សនាវីដេអូនេះទទួលបានអ្វីដែលខ្លួនប៉ងប្រាថ្នានិងសូមជូនពរអ្នកនិងក្រុមគ្រួសារជួបតែភាពសុខសាន្តនិងសំណាងល្អជានិច្ចដើម្បីរក្សាភាពស្អាតស្អំគាត់ក៏បង្ខំចិត្តកោងខ្នងទៅមុខយ៉ាងខ្លាំងហើយដើរទៅមុខព្រោះខ្លាចលាមកប្រឡាក់សម្លៀកបំពាក់ថ្មីរបស់គាត់អរិយាប័ត្រចម្លែកនេះបានតាក់ទាញចំណាប់អារម្មណ៍របស់ក្មេងៗដែលកំពុងតែលេងនៅក្បែរនោះហើយធ្វើឲ្យពួកគេសើចចំអកយ៉ាងខ្លាំងពួកគេថែមទាំងដើរតាមពីក្រោយហើយចេះធ្វើត្រាប់តាមគាត់ទៀតពេលនោះបានធ្វើឲ្យលោកតាចាងខឹងយ៉ាងខ្លាំងគាត់ក៏បានលើកកន្ត្រកលាមកឡើងដើម្បីប្រដៅក្មេងៗទាំងនោះប៉ុន្តែដោយអចេតនាគាត់ក៏បានកំពប់លាមកគោមកលើខ្លួនគាត់ទាំងស្រុងគាត់ខំមាត់សង្កត់ចិត្តកំហឹងរបស់ខ្លួនហើយយកដៃវាយបោសសម្អាតលាមកគោចេញពីខ្លួនរបស់គាត់ក៏បានក៏លេងមើលសម្លៀកបំពាក់ដ៏ថ្លៃថ្នូររបស់គាត់ម្ដងទៀតហើយមើលលាមកគោដល់កខ្វក់នៅលើដីក្រោមសេចក្តីខឹងសម្បាគាត់ក៏បានដើរចេញទៅដោយមិនងាកក្រោយឡើយមិនឆ្ងាយប៉ុន្មានភោជនីយដ្ឋានមួយក៏បានតាក់ទាញចំណាប់អារម្មណ៍របស់គាត់លោកតាចាងមិនដែលហូបបាយភោជនីយដ្ឋាននោះទេគាត់ក៏សម្រេចចិត្តចាយវាយយ៉ាងសម្បូរបែបមួយពេលគាត់ញ៉ាំអាហារឆ្ងាញ់ពេញមួយតុម្ចាស់ហាងដែលទ្រព្យចំអកឲ្យគាត់លើកនេះបានគោរពគាត់យ៉ាងខ្ពស់និងបានជូនដំណើរគាត់ចេញទៅដោយភាពកក់ក្ដៅ
ពេលនោះភាពវិវេរបស់គាត់ក៏បានពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីនោះលោកតាចាងលេងទៅរើសលាមកដូចមុនទៀតហើយតែបែរជាយកកន្ទេលអង្គុយហាលថ្ងៃនៅខាងក្រៅវិញអ្នកជិតខាងបានឃើញចំណាយពេលបែបនេះរាល់ថ្ងៃក៏នាំគ្នាចូលទៅជួបនិយាយលួងលោមប៉ុន្តែនៅពេលនេះលោកតាចាងបានគិតថាខ្លួនឯងគឺជាអ្នកមានឋានៈខ្ពង់ខ្ពស់ហើយមិនអាចត្រឡប់ទៅធ្វើការងារដែលកខ្វក់នឹងលុយហត់ទាំងនោះទៀតឡើយក្រោមឥទ្ធិពលនៃចិត្តវិវេគាត់ក៏ចាប់ផ្ដើមយល់សប្តិធំក្នុងសុបិនគាត់មានសម្លៀកបំពាក់សូត្រស្លៀកមិនចេះអស់រស់នៅក្នុងផ្ទះវិឡាដ៏ប្រណិតនិងមានអ្នកបម្រើលើកស្នែងចេញទៅខាងក្រៅជីវិតដ៏ប្រណិតបែបនេះគឺដូចជាជីវិតរបស់ទេវតាអញ្ចឹងប៉ុន្តែសុបិនដ៏ល្អតែងតែមានពេលភ្ញាក់មិនយូរប៉ុន្មានគាត់ក៏មានអារម្មណ៍មួយតាក់ទាញត្រឡប់មកការពិតវិញពេលនោះគាត់ត្រូវកម្ដៅថ្ងៃរហូតកើតជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅថ្ងៃតែសំណាងល្អអ្នកជិតខាងបានប្រទះឃើញទាន់ពេលនិងបានជៀសផុតពីសោកនាដកម្មនេះនៅពេលដែលគាត់បាននឹងខ្លួនវិញគាត់ក៏ដឹងកំហុសរបស់ខ្លួនភ្លាមៗហើយបានសក់ទឹកភ្នែកដោយភាពអៀនខ្មាស់ក្រឡេកមើលសកម្មភាពដែលខ្លួនបានធ្វើពិតជាល្ងងខ្លៅខ្លាំងណាស់ចាប់ពីពេលនោះមកគាត់បានផ្លាស់ប្ដូរសម្លៀកបំពាក់រហែកគាត់ពីមុនវិញហើយចាប់ផ្ដើមស្ពីកន្ត្រកនិងបន្តការងារចាស់របស់គាត់វិញរឿងនេះក៏បានរំលឹកដល់យើងដែរថានៅក្នុងពិភពសម្ភារៈនិយមដ៏ចម្រុះពណ៌នេះមានការលបងច្រើនពេកណាស់យើងត្រូវតែចេះគ្រប់គ្រងនៅសេចក្តីប៉ងប្រាថ្នានិងសេចក្តីលោភលន់របស់យើងកុំបណ្ដោយខ្លួនឯងឲ្យវង្វេងនឹងភាពវិវេដែលទីបំផុតអាចនាំខ្លួនឯងឲ្យទៅរកទុក្ខលំបាកនិងភាពអស់សង្ឃឹមគ្មានទីបញ្ចប់